ទស្សនិកជនជាទីមេត្រីនេះគឺជាការប្រកួតកំពូលអ្នកប្រយុទ្ធវិលជុំសន្សំបន្ទុកក្នុងប្រភេទទម្ងន់65គីឡូក្រាមមុននឹងឈានចូលដល់ការប្រកួតសូមអរគុណដល់ស្រាបៀរកម្ពុជាដែលបានឧបត្ថម្ភពេញទំហឹងក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធគុណខ្មែរស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិសម្រាប់ចៅក្រមគូទី3ចៅក្រមទី1លោកសឹងសរិទ្ធចៅក្រមទី2លោកសុកវិជ័យនិងចៅក្រមទី3លោកឡុងសាឡវ័នចំណែកអាជ្ញាកណ្ដាលនៅលើសង្វៀនប្រកួតគឺលោករៀមកុសលសូមជូនសមាជិកគូទី3បង្គោលខៀវស្លៀកខោពណ៌ខៀវអាយុ21ឆ្នាំកម្ពស់ 1m70 ទម្ងន់65គីឡូក្រាមធ្លាប់ប្រដាល់សេរីចំនួន2ដងឈ្នះម្ដងចាញ់ម្ដងផ្ដួលគូប្រកួតឲ្យសន្លប់1ដងធ្លាប់ប្រកួតកំពូលអ្នកប្រយុទ្ធ3ដងឈ្នះម្ដងចាញ់2ដងនិងផ្ដួលគូប្រកួតឲ្យសន្លប់1ដងប្រកួតចុងក្រោយចាញ់ប្រាក់ច័ន្ទស៊ីនក្នុងទឹកទី1មកពីជំរំកំពូលអ្នកប្រយុទ្ធស្រុកកំណើតនៅភូមិព្រៃស្នៀតឃុំព្រៃស្នៀតស្រុកពីរាំងខេត្តព្រៃវែងគ្រូបង្ហាត់មានចំនួន6រូបក្នុងជំរំកំពូលអ្នកប្រយុទ្ធលោកលោកស្រីនិងនាងកញ្ញាសូមស្វាគមន៍កំពូលអ្នកប្រយុទ្ធខេត្តព្រៃវែងរិនសារ៉នចំណែកបង្គោលក្រហមស្លៀកខោពណ៌ក្រហមឆ្នូតសអាយុ22ឆ្នាំកម្ពស់ 1m69 ទម្ងន់65គីឡូក្រាមដូចគ្នាធ្លាប់ប្រដាល់សេរីចំនួន33ដងឈ្នះ21ដងស្មើ3ដងចាញ់9ដងនិងផ្ដួលគូប្រកួតឲ្យសន្លប់1ដងធ្លាប់ប្រកួតកំពូលអ្នកប្រយុទ្ធ3ដងឈ្នះ1ដងនិងចាញ់2ដងរួមទាំងផ្ដួលគូប្រកួតឲ្យសន្លប់1ដងប្រកួតចុងក្រោយចាញ់វ៉នសាវីក្នុងទឹកទី2មកពីក្លឹបប្រដាល់អេភូថងកីឡាស្រុកកំណើតនៅភូមិកន្លោមឃុំទឹកថ្លាស្រុកស្វាយអន្តរខេត្តព្រៃវែងគ្រូបង្ហាត់លោកអេភូថងលោកលោកស្រីនិងនាងកញ្ញាសូមស្វាគមន៍កំពូលអ្នកប្រយុទ្ធខេត្តព្រៃវែងនៃក្លឹបអេភូថងសំអាងឌុនបាទដូច្នេះអ្នកទាំងពីរគឺបាទគឺមកពីទឹកដីខេត្តព្រៃវែងដូចគ្នាបាទគ្រាន់តែថាមកដល់ទីនេះគឺយើងស្ដាប់ហាត់ការប្រកួតណាដល់ទីនេះក៏ហាត់ក្លឹបប្រកួតនេះបាទដូចគ្នាផងដែរក៏ប៉ុន្តែកីឡាករសំអាងឌុនគឺគេធ្លាប់មានប្រវត្តិប្រកួតពីកន្លងពីពេលមុនរួចទៅហើយបាទជាមួយនឹងលោកអេប៊ូថងកំពូលអ្នកប្រយុទ្ធគូទី3ទឹកទី1បាទទស្សនាការប្រកួតបាទគូទី3ទឹកទី1បាទចាំបានថារិនសរតមកនៅពេលដែលមកចោះឈ្មោះដំបូងគឺគាត់ទុកសក់វែងត្រឹមស្មាយនោះបាទហើយរៀងមានសាច់ច្រើនជាងនេះបាទនៅពេលដែលគាត់ចូលជំរុំហ្វឹកហាត់មួយរយៈនេះបាទគឺគាត់បានកាត់សក់ហើយនឹងមៀតរបស់គាត់បាទគឺរៀងសមសួនបាទគឺមានសាច់ណែនពេញវិញបាទជិះឡានមកតាំងពីខេត្តព្រៃវែងមកដាក់ពាក្យដល់ CTN នេះបាទមិនមែនធម្មតាទេបានន័យថាគាត់ស្រឡាញ់វិស័យកីឡានេះហើយបាទរិនសរតព្យាយាមបាទកាច់ជើងសំអាងឌុនបាទទីមផាត់ក៏ផ្ដួលសំអាងឌុនទៅលើកំរាលក៏តែសំអាងឌុនបាទបានក្រៀកកសារ៉តជាប់ទៅហើយបាទសារ៉តបានគោះដើម្បីសុំចោះចាញ់បាទពីព្រោះថាកីឡាករសំអាងឌុននេះកាច់ខ្លាំងពេកធ្វើឲ្យសារ៉តបាទមិនអាចទ្រាំបាននោះទេបាទទស្សនារូបភាពជាយុទ្ធសាស្ត្រជាថ្មីបាទកាច់ប្រហែលជា10វិនាទីបាទកីឡាកររិនសរតក៏បាទគោះជាសញ្ញាសូមចោះចាញ់ការប្រកួតបបាក់ដែរបាទដោយសារតែគ្នាជាកីឡាករថ្មីបាទរិនសរតពីមុនមកគឺមិនដែលឡើងប្រកួតអ្វីក៏ដោយសោះបាទឯសំណាងដូចនេះយ៉ាងណាក៏ធ្លាប់ធ្វើការប្រកួតបាច់ខ្មែរបុរាណរួចហើយដែរបាទដូច្នេះបទពិសោធន៍របស់គេមាន
រិកជនជាទីមេត្រីការប្រកួតវិលជុំសន្សំពិន្ទុក្នុងប្រភេទទម្ងន់60គីឡូក្រាមនាពេលនេះគឺបានត្រឹមតែ52វិនាទីក្នុងទឹកទី1ដោយសារបច្ចេកទេសធ្វើឲ្យគូប្រកួតម្ខាងសុំចោះចាញ់ដោយទះផ្ដាល់សញ្ញាលើគូប្រកួតជ័យជំនះបានទៅលើបង្គោលក្រហមសំអងដុន